បន្តចាស់អរគុណនិយាយពីសរុបសពរស់ធម៌វិញនៅក្នុងខេត្តសៀមរាបបានរៀបអង្គាសក្នុងនោះគឺផ្ដើមដោយស្ថានភាពវិកតូរីយ៉ាខេត្តសៀមរាបលោកបានរៀបចំរាត្រីសមោសមួយក្រោមប្រធានបទដើម្បីសុខភាពកុមារបាទអញ្ចឹងទេគឺអនាគតផងដើម្បីរៀបអង្គាសថវិកាយកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបហ្នឹងបាទហើយអញ្ចឹងទេគឺសម្រាប់គ្រប់គងលើសេវាព្យាបាលកុមារខណៈដែលបច្ចុប្បន្នហ្នឹងគេសង្កេតឃើញខុសគ្នាលោកបត្រានេះនេះចាក់ដីខុសគ្នាមែនឥឡូវដាក់ចាក់ដីទៅហ៎ចាក់ដីហ្មងអញ្ចឹងបាទចាក់ដីហ្មងអញ្ចឹងនៅសៀមរាបនៅផ្សេងនោះរូបភាពមិញនៅផ្សេងនោះនិយាយពីអាដាមអភិបាលខេត្តផ្សេងនោះលោកបញ្ជាដាច់ខាតឲ្យក្រុមអ្នកចាក់ដីលុបសមុទ្រតំបន់ទំនប់រលកមកកន្លែងកាយដីចេញវិញឲ្យអស់កាយមិនអស់ទេត្រូវតែពមៀនហ្មងកម្លាំងនគរបាលចម្រុះរបស់អាជ្ញាធរខេត្តព្រះសីហនុដឹកនាំដោយលោកហេងសំអានលោកជាអភិបាលរងខេត្តនៅរសៀលកន្លងទៅបានចុះទៅពិនិត្យនិងហាមឃាត់សកម្មភាពការចាក់ដីលុបសមុទ្រខុសច្បាប់លុបសមុទ្រហ្មងនេះគោលុបសមុទ្រវាធំមួយកន្លែងស្ថិតនៅក្នុងភូមិលេខ3សង្កាត់លេខ1ក្រុងព្រះសីហនុតំបន់ទំនប់រលកត្រង់ចំណុចខាងមុខប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍បាទគណៈដែលកំពុងធ្វើសកម្មភាពនៅមុខប៉ុស្តិ៍ហ្មងធ្លាប់ទៅដល់ប៉ុស្តិ៍ហ្នឹងដែរចាបាទបងប្អូននោះចាអញ្ចឹងទេលោកហេងសំអានលោកបានថ្លែងថាជាគោលការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុតំបន់ទំនប់រលកនេះមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់ថ្មីឬចាក់លុបសមុទ្រនោះទេហើយអញ្ចឹងទេដោយប្រជាពលរដ្ឋអាចរក្សានិងរស់នៅបានជាមួយនឹងសំណង់ចាស់ដែលមានស្រាប់ប៉ុណ្ណោះហ្នឹងហើយកន្លងមកអាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹងមួយដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើឲ្យបានជ្រាបរួចមកហើយដែលដូចនេះរាល់សំណង់ណាដែលធ្វើការងារសាងសង់គ្មានច្បាប់ត្រឹមត្រូវគឺមិនអនុញ្ញាតនោះឡើយហើយលោកបានពមៀនថាបើសិនជាបុគ្គលណានៅតែរឹងរូសចេះប្រព្រឹត្តផ្ទុយពីការណែនាំនិងគប់កិនគ្នាទាំងបំពេញបុគ្គលនោះអាចប្រឈមមុខតាមច្បាប់ជាធរមានដោយគ្មានការលើកលែងនោះឡើយបាទហើយចឹងទេលោកក៏បានបញ្ជាក់ថាក្នុងករណីចាក់ដីលុបសមុទ្រខាងលើនេះអាជ្ញាធរនិងសមត្ថកិច្ចបានដកហូតរថយន្តទឹកដឹកដីចំនួន1គ្រឿងនិងអាបុលជូដី1គ្រឿងដែរយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ដោយតម្រូវឲ្យបុគ្គលឈ្មោះលឹមកឹមស្រៀងអាយុ53ឆ្នាំចូលមកដោះស្រាយនិងពិនិត្យទៅតាមច្បាប់បាទអរគុណអាហ្នឹងគឺថាវាអាហ្នឹងគឺថាទី1យើងមានច្បាប់ស្តីអំពីសំណង់និងនគររូបនីយកម្មរបស់កម្ពុជាដែលរាល់សំណង់ធំសំខាន់ត្រូវតែសុំការអនុញ្ញាតច្បាប់ឲ្យបានល្អប្រសើរដូច្នេះមានតែយើងប្រើរូបភាពគេហៅថាវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយអំពីការសាងសង់ថាតើត្រូវគោរពនីតិវិធីរបៀបមិនខ្លះដើម្បីបងប្អូនលោកជ្រួតជ្រាបហើយការមិនគោរពនីតិវិធីបែបបទនោះត្រូវទទួលខុសត្រូវរបៀបមិនទាំងពិន័យនិងទោសទណ្ឌផ្សេងដទៃទៀតបាទអរគុណណានេះគឺជាចំណាត់ការបងប្អូនប្រជាពលរដ្ឋមួយចំនួនលោកលើកឡើងថាអញ្ចឹងថាចំថ្នាក់ដឹកនាំនៅខេត្តបរសៃនុនៅត្រង់កាចម៉េះប្រហែលខែមុននៅវាយមីឡាគេចោលអាខុសច្បាប់វាយទៅបាទត្រូវច្បាប់ទៅវាយគេប្តឹងវិញផ្អើលបាក់ទៅទៀតកាចទៅឲ្យតែត្រូវក៏មិនកាចខុសបាទកាចត្រូវសាទរគ្រប់គ្រងតាមហ្នឹងដែរបាទសាទរអរគុណចូលដល់រឿងមួយទៀតពាក់ព័ន្ធបញ្ហាសុខភាពវិញម្ដង